វាសនាបានចាយខ្ញុំកើតជាកូនខ្មែរបដិញ្ញាថែរក្សាថាដឹងគុណពុកម៉ែមានមេត្តាករណាផ្ការយទៅជាផ្លែសម្រាប់ពុទ្ធសាសនារិសាយនៅដួងខែវិសាបានចាយខ្ញុំកើតជាកូនខ្មែរបដិញ្ញាថែរក្សាថាដឹងគុណពុកម៉ែមានមេត្តាករណាផ្ការយទៅជាផ្លែសម្រាប់ពុទ្ធសាសនារិសាយនៅដួងខែវិសាបានចាយខ្ញុំកើតជាកូនខ្មែរបដិញ្ញាថែរក្សាថាដឹងគុណពុកម៉ែមានមេត្តាករណាផ្ការយទៅជាផ្លែសម្រាប់ពុទ្ធសាសនារិសាយនៅដួងខែកម្លាំងធម្មពលដែលដុះពីខាងក្នុងអវាទរបស់ទ្រង់ស្ដាប់ហើយឲ្យខ្ញុំស្លងទីងជើងដែលខ្ញុំផងដែលរៀបនឹងលេចលងកុំសន្ថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ខ្ញុំសូមនមស្ការលើខាថាអនសេរស័យជំរះជាដាក្រក់កខ្វក់ទៅអវជ័យសុប្រធមបំភ្លឺផ្លូវដែលត្រូវនៅថ្ងៃថ្មីប្រដូតនឹងតងជ័យមិនឈប់បានរាំងសីព្រះសង្ឃព្រះអង្គបង្រៀនឲ្យចេះផ្សាយមេត្តារៀនចៃទៀនមានសេចក្តីជ្រះថ្លាប្រចិត្តឲ្យស្មោះសរលំអដោយករណារមាននៅក្នុងខ្លួនសិលសមាធិបញ្ញាគុណអ្នកមានសិលមានឋានៈពីរប្រការមួយមនុស្សមួយទៀតជាទេវតាបើជាមនុស្សហើយមានសិលត្រូវរក្សាបុណ្យកុសលដែលអ្នកសាងនាំឲ្យកើតជាទេវតាមិនថាទីនេះច្រើនមានបុណ្យយើងត្រូវសន្សំពងនៅទៅជាក្នុងរបស់ចិត្តត្រូវបើឲ្យធំបើផលជាតបបុណ្យកុសលឲ្យផលជាសុខជំរះជាអ្នកឲ្យស្អាតនេះមានជាសុខដល់លើលោក